បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់មុខងារ drawing បាទនៅក្នុង SolidWorks យើងធ្លាប់បានសិក្សាកន្លងមកពីមុនគឺជាមុខងារ path បាទបង្កើត model 3D នៅក្នុង path ឥឡូវយើងបង្កើត 2D នៅក្នុងទាំង 2D ទាំង 3D នៅក្នុង drawing វិញម្ដងអ្វីដែលយើងមើលឃើញនៅខាងឆ្វេងនេះគឺជា path បាទហើយអ្វីដែលយើងមើលឃើញនៅខាងស្ដាំនេះបាទគឺជា screen របស់ drawing ណាដើម្បីយើងអាចបង្កើត drawing បាទលម្អិតបានតាក់ទងជាមួយនឹងទំហំបាទផ្សេងៗរបស់ path យើងត្រូវការមាន file path ជាមុនសិនបាទអញ្ចឹងដើម្បីងាយយល់ខ្ញុំដាក់ screen ជា2ឲ្យមើលមុននឹងចាប់ផ្ដើមផ្នែកខាងនេះគឺ path ផ្នែកខាងនេះគឺ drawing បើសិនជាយើងមើល path យើងនឹងឃើញមាន feature និង sketch ចំណែកយើងមកមើល drawing គឺមានតែ view ទេនៅខាងនេះណាបាទអញ្ចឹងកុំឲ្យចាំយូរយើងចូលទៅគូយក drawing តែម្ដងបាទខ្ញុំ close នេះបាទអូខេ close បាទ run save បាទយើងខ្ញុំចូលយក new បាទចេញ welcome window មកយើងយក button drawing ហើយយើង click OK បាទបន្តមកទៀតយើងអាចរើសយក standard បាទអញ្ចឹងកុំឲ្យចាំយូរយើងរើសយក standard ISO បាទហើយទំហំក្រដាស់គឺអាកាត់បាទហើយនេះគឺជាទំហំក្រដាស់បញ្ជាក់ជាមីលីម៉ែត្រយើងមានទទឹងគឺ210ហើយនិងកម្ពស់297មីលីម៉ែត្របាទប៉ុណ្ណឹងយើង click OK សិនមកដើម្បីយើងឆាប់បានប្រើ function drawing ខ្ញុំបរិចwindow នេះបន្តិចបាទអញ្ចឹងយើងមើលនៅក្នុង function drawing របស់យើងបាទពេលដែលបើកចេញមកថ្មីភ្លាមបាទយើងអត់តមានអីទេនៅជាក្រដាសមួយផ្ទាំងបាទយើងអាចចូលមក task pane ខាងស្ដាំបាទហើយចុចយក view palettes តទៅទៀតយើងចុចនៅលើបាទសញ្ញាដុត3នេះគឺដើម្បី browse ទៅរក file បាទយើងត្រូវការប្រើ file ដើម្បីយកមកបង្កើត detail drawing របស់យើងយើងចូល path ហើយយើងរក path ដែលយើងត្រូវការនេះឧទាហរណ៍នៅក្នុងនេះគឺ path A បាទខ្ញុំ open path A បាទបន្តមកទៀតនៅលើ view palette យើងឃើញមានបាទ view ឲ្យយើងបាទអញ្ចឹងយើងមើលនៅខាងនេះបាទមានដល់ទៅ9 view ណាបាទយើងមាន right top front right top back left bottom isometric dimetric trimetric current បាទយើងចាំជជែកគ្នាទៅក្រោយនេះឥឡូវយើងកុំចាំយូរចូលយក front បាទយើងអូសមកបាទដាក់នៅក្នុង graphic area របស់យើងបន្លែង mouse ហើយយើងទាញទាំងស្ដាំវាចេញ right view ឲ្យយើងរុញឡើងទៅលើបាទ SolidWorks បញ្ចេញ top view ឲ្យយើងហើយយើងរុញបញ្ឆិតមកចំហៀងបន្តិច SolidWorks បញ្ចេញហើយ isometric view ឲ្យយើងបាទហើយនៅពេលដែលយើងលេងត្រូវការបាទយើង press escape keyboard បាទបន្តមកទៀតបាទយើងអាចដាក់ទំហំឲ្យបាននៅលើនេះដែរយើងអាចសេរីសិនណាបើសិនជាយើងមើលទៅវារៀងគៀកគ្នាពេកទៅអីយើងអាចសេរីបានបាទបើនេះឆ្ងាយបាទយើងអាចចាប់អូសសេរីបាទនេះវាគៀកពេកយើងអាចចាប់បាទចុចនៅលើ part របស់យើងបើ view មួយយើងអាចអូសបានចំណែកនៅខាងឆ្វេងពេលយើងចុចលើ view មួយណាវានឹងបង្ហាញ display style យើងអាចបដូរទៅជា style ផ្សេងៗបានបាទក្នុងនេះយើងរើសយក shaded with edge បាទចំណែកឯ front right ហើយនិង top បាទយើងយកstyle ផ្សេងបានឧទាហរណ៍នៅក្នុងនេះបាទយើងអាចយកហើយ hidden line visible បាទដូចគ្នាដែរបើយើងយក hidden line visible វានឹងផ្លាស់ប្ដូរឲ្យយើងឃើញ hidden line ពី right view ទៅគឺបាទផ្ទៃមួយនេះបាទឥឡូវយើង click OK បាទតមកទៀតបាទយើងដាក់ dimension ពីព្រោះយើងចង់ឲ្យគេផលិតឲ្យយើងបានលុះត្រាតែមានទំហំបាទអញ្ចឹងក្នុងវីដេអូមួយនេះយើង focus ទៅលើទំហំសិនបាទយើងចូល smart dimension ហើយក្នុងការដាក់ទំហំយើងថាយើងដាក់ពីឆ្វេងទៅស្ដាំណាបាទអញ្ចឹងយើងដាក់ជួរដេកមុនបាទគឺជាទទឹងបាទយើងចាប់បន្ទាត់ឲ្យអូសឡើងបាទចាប់បន្ទាត់យើងអូសឡើងបាទយើងអាចដាក់ទំហំបានណាអូខេយើងអូសឆ្ងាយតិចសិនដើម្បីស្រួលមើលបាទចាប់បន្ទាត់បាទយើងអូសឡើងអូខេតទៅទៀតយើងចាប់បន្ទាត់យើងអូសឡើងបាទអញ្ចឹងយើងអស់ឲ្យទំហំនៅលើផ្នែកទទឹងណាបើយើងស៊ូមមើលយើងឃើញបាទយើងឃើញមានបាទ30 10 10 20ហើយទំហំនេះបានមកពីណាទំហំនេះគឺបានមកពី path ដែលយើងគូកន្លងមកណាបាទយើងអត់ចាំបាច់វាយលេខចូលម្ដងទៀតទេវាទទួលគេមរតកមកពី path នៅកម្ពស់វិញបាទយើងរុញចាប់បន្តមួយទៅឆ្វេងបាទបន្តមកទៀតបាទយើងមកខាងស្ដាំវិញបាទយើងឡើងពីក្រោមទៅលើហ្នឹងយើងឃើញបន្តនេះមួយដែលត្រូវការទំហំបាទបន្តមួយនេះទៀតដែលត្រូវការទំហំដែរហើយចុងក្រោយគឺបន្តបាទឈរមួយនេះក៏ត្រូវការទំហំដែរណាបាទឥឡូវនេះយើងមើលហើយថាទំហំផ្នែកទទឹងអស់ហើយណា30 10 20
10 20 ណាបាទ30 10 10 20បាទអញ្ចឹងទំហំវិញយើងគ្រាន់តែបូកចូលគ្នាទៅ10 20បាទនៅលើនេះ20បាទ10ណាបាទទំហំកម្ពស់ធំយើងគ្រាន់តែបូកចូលគ្នានៅប្លង់ខាងស្ដាំអ្វីដែលយើងខ្វះគឺបាទទំហំបន្ទាត់មកនេះបាទគឺជាជម្រៅណាអូខេចំណែកឯ top view យើងអត់ត្រូវការ dimension ទៀតទេដោយសារយើងមានទំហំគ្រប់គ្រាន់ហើយនឹងអាចឲ្យគេផលិតឲ្យយើងបានណាបាទឥឡូវនេះយើងអត់ចង់ដាក់លេខក្រោយបៀស00យ៉ាងទេយើងអាចចូលទៅ edit document បាទហើយបាទយើងជ្រើសនៅកន្លែង length នេះបាទយើងយកជំរើស none បាទបន្តមកទៀតយើងបានគឺបាទជាទំហំដែលយើងអត់មានបាទលេខក្រោយក្បៀសឥឡូវយើងគួរតែសេរីបាទហើយទីតាំងរបស់ dimension នេះឲ្យបានស្អាតបាទយើងរុញស្របស្មើគ្នាទៅបាទអញ្ចឹងយើងអាចនឹងងាយមើលណាបាទផ្ទៀងផ្ទាត់បានបាទមិនពិបាកទៅរកបាទឲ្យភ្នែកយើងរត់ចុះឡើងបាទលើក្រោមជួយស្ដាំណាបាទ10អូខេបាទនៅខាងនេះបាទយើងតម្រង់វា20បាទតម្រង់10នេះចូលបាទបាទប៉ុណ្ណេះគឺអាចមើលបានហើយវាអត់មានទៅកាត់ខ្វែងខ្វាត់អីទេបាទបន្តមកទៀតយើងបាទអាច save បានណាបាទ shortcut ទាំងអស់យើងអាចនៅតែប្រើបានណាបាទ F ហើយ control 1 2 3នេះយើងអាចនៅប្រើបានហើយបើយើងចង់មើលវាយើងចូល save បាទហើយយើង save folder ដែលយើងចង់ save បាទសម្រាប់ផ្នែកមួយនេះគឺជា object A បាទ drawing ណាបាទហើយយើង complete បាទវាជា 3D printed object បាទយើងខ្ញុំវាយឈ្មោះបាទ 3D បាទ printed object បាទ drawing បាទសម្គាល់ drawing ហើយយើងមើល extension ខាងក្រោមនេះវាលែងជាបាទ solidwork path ទៀតហើយគឺជា solidwork drawing ណា .sld DOW យើង save បាទពេលនេះលើ path របស់យើងបដូរឈ្មោះហើយណាបាទអញ្ចឹងយើងអាចបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះសិនបាទ